នេះរោងអប់រំកាយនៅសាលាបឋមសិក្សាមុខងារបានធ្វើចាប់ពីខែ6ឆ្នាំ2026ខែមិថុនារហូតដល់ខែ7បាទខែ7ឥឡូវថ្ងៃទី11ហើយណាបានរួចដបូលមួយខាងហើយនៅសល់មួយខាងទៀតហើយនៅសម្អាតដីហើយនឹងរៀបចំតិចតួចនៅខាងក្រោមដើម្បីឲ្យស្អាតជាងគាត់ស្នាក់នៅនេះបាទដេកនេះកន្លែងគាត់ដេកបាទដបូលគឺដាក់ត្រាប់ទំនើបមកទំនើបបានដាក់សង្កសីពីលើបាទអានេះពេលព្រឹកម៉ោង6កូនសិស្សមករៀនបាទសាលាបឋមសិក្សាមុខងារស្ថិតនៅភូមិទាំងសិស្សសង្កាត់គោកចកក្រុងសៀមរាបខេត្តសៀមរាបបាទនេះជាអំណោយដែលការប្រាក់សាមគ្គីរបស់ពុកម៉ែបងប្អូនណាបានចាប់និផលបាទកម្លាំងសាធារសាមគ្គីគ្នាបាទបានរោងអប់រំកាយនៅក្នុងសាលាជូនដល់កូនសិស្សានុសិស្សគ្រប់ចំនួនបាទតាំងពីកូនតូចរហូតដល់ធំហើយកត់ដល់ចៅតទៀតបានរៀនសូត្របានជ្រោកក្រោមលុបជានៅក្នុងរោងអប់រំកាយនេះបាទពេលហាត់កីឡាវាអាចក្តៅឬក៏វាពេលត្រង់ជួអីក្តៅអីមានរោងនេះស្រេចកម្មវិធីតូចធំអីអាចបានមកបបោបាទ